បេសកកម្មនៅក្នុងការទៅធ្វើកាហ្វេចំណាយលុយត្រឹមតែ500រៀលទេប៉ុន្តែផឹកកាហ្វេបានមួយកែវចុំអាមិនចេះកាន់លុយឡើង1000ហើយឆ្លើយថាអស់តែ500អីក៏ល្អម្លែម៉ាត់នៅចិត្តកន្លែងល្មមអញ្ចឹងយើងចូលទៅក្នុងម៉ាត់ដើម្បីទៅធ្វើការឆុងកាហ្វេទីតាំងម៉ាត់គឺនៅសាលាយើងហ្មងគឺស្រួលមែនតើអាចចាំបាច់បាក់ទៅទិញនៅក្រៅគឺចូលម៉ាត់ឆុងកាហ្វេបានញ៉ាំបន្តមកយើងក៏ទៅធ្វើការឆុងកាហ្វេនោះពងទៅថតស្រាប់តែគ្រូដើរមកអើលបដោយនិយាយពីថាដើរសឹងបុកគ្រូអត់មានឃើញគ្រូដើរមកដល់ពេលជប់គ្រូអស់សំណើចដែរតើទៅពួកយើងក៏ចាប់ផ្ដើមធ្វើការឆុងកាហ្វេរបស់យើងបើយើងកាហ្វេនេះយើងទិញហើយស្រាប់ហើយយើងគ្រាន់តែយកមកដល់យើងធ្វើការចាក់ដាក់កែវរបស់យើងទៅហើយយើងយកទៅឆុងកាហ្វេហ្នឹងមកកញ្ចប់តម្លៃ1500ហើយយើងធ្វើការទិញតកក500ទៅយើងឆុងឡើងទៅពីមុនទិញតែកាហ្វេគេញ៉ាំទេតែដល់ពេលហើយទៅក៏ចង់ធ្វើបែបនេះណាយើងធ្វើកាហ្វេនៅផ្ទះខ្លួនឯងអញ្ចឹងណាពួកឯងនៅសាលាដូចនៅផ្ទះយើងដែរយើងក៏ធ្វើកាហ្វេហ្នឹងដើម្បីញ៉ាំហ្មងទៅវិធីធ្វើកាហ្វេហ្នឹងគឺអត់មានអីពិបាកទេយើងគ្រាន់ចាក់វាដាក់កែវទៅហើយយើងយកអានកញ្ចប់វាយកបោះចោលមើលបងប្អូនមើលកាហ្វេវាឈ្ងុយដាក់ទឹកបរិមាណធំដៃខ្ញុំមកអល់មិញហ្នឹងទៅបន្ទាប់មកយើងក៏នេះគេមានម៉ាស៊ីនទឹកក្តៅត្រជាក់របស់គេនេះយើងក៏ធ្វើការដាំពុះហើយយើងដាក់ទឹកនឹងទៅពេលនឹងមានរសជាតិឆ្ងាញ់ដោយសារវាអត់សូវផ្អែមពេកវាមានជាកាហ្វេល្មមសម្រាប់ញ៉ាំបាត់ងុយគេងធ្វើការងារបានពេញមួយថ្ងៃតែហ្មងនេះយើងកូរវាឲ្យសព្វអញ្ចឹងមកបងប្អូននិយាយទៅវិធីធ្វើវាគឺស្រួលទេអត់ពិបាកតែម្ដងយើងគ្រាន់តែទិញកាហ្វេមកហើយដាក់កែវយើងទៅហើយយើងក៏ធ្វើការដាក់ទឹកក្តៅចូលទឹកក្តៅចូលមកល្មមសម្រាប់ឲ្យយើងញ៉ាំទៅខ្ញុំហិតមើលអូឈ្ងុយមែនតើបើបងអ្នកលោកគាត់ឆ្ងល់ធ្វើអីគេណាពីអ្នកនឹងឃើញខ្ញុំដើរថតពួកខ្ញុំថតវីដេអូចង់ឲ្យបងប្អូនមើលនៅសាលារៀនយើងក៏មានជាលក្ខណៈម៉ាតដើម្បីយើងអាចទិញរបស់ញ៉ាំបានមានទាំងនំនែកមានទាំងរបស់ញ៉ាំច្រើននិយាយពីបងនៅគាត់ធៀមទៅក្រែវិញក៏ច្រើនដែរក៏គាត់មើលពួកយើងហើយក៏គាត់សើចដែរហើយទៅពួកខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់ទឹកកកនិយាយទៅយើងដាក់ទឹកកកតាមមកល្មមដែលយើងដាក់មកឆ្ងាញ់ទៅតែខ្ញុំដាក់ឡើងហៀហូហ្មងនេះពេលយើងដាក់បានបន្តិចហើយយើងក៏ធ្វើការកូរវាតិចទៅដើម្បីឲ្យវាអាចជាតិទឹកក្តៅមួយកាហ្វេហ្នឹងវាធ្វើទឹកកកទៅវាលាយបានសព្វយើងធ្វើការកូរអញ្ចឹងហើយយើងក៏ដាក់ទឹកកកថែមទៀតដាក់ទឹកកកហើយយើងកលែងវាបន្តិចទៅដើម្បីឲ្យវាចូលជាតិកាហ្វេជាមួយទឹកកកអញ្ចឹងទៅណាហើយបន្ទាប់ពីយើងធ្វើហើយនេះបងប្អូនមើលលទ្ធផលវ៉ាវទំនងខ្លាំងមែនតើហ្មងបន្ទាប់មកយើងក៏ដើរទៅគិតលុយកន្លែងគិតលុយយើងមានអីពិបាកបងប្អូនយើងគ្រាន់តែឲ្យលុយ1000ទៅគេទៅគេអាប់ឲ្យយើង500រៀលវិញសារតែខ្ញុំទិញទឹកកកអីកាហ្វេខ្ញុំទិញហើយតាំងពីមុនថតនឹងឯងអញ្ចឹងបើសរុបទៅវាកាហ្វេយើងហ្នឹងយើងមានស្រាប់ហើយនឹងទិញទឹកកកអស់500គឺវាអស់តែ500រៀលជាផុតកាហ្វេរបស់យើងគឺបានហើយថាសបាយបងភ្លក់មកក្អឹកមើលអូឡើងចាប់ជីបមកឲ្យលុយដៃមួយបាយបាយ